តើមានថ្នាំអីដែលជួយឲ្យពួកយើងបាត់ជំងឺ depression ពេញមួយជីវិតឬក៏អត់ចំណែកដែលស្មោះត្រង់ឲ្យខ្លីហ្មងគឺអត់មានទេទាំងអស់គ្នានេះតាមការ research របស់ខ្ញុំខ្ញុំមិនមែនអ្នកជំនាញទេអញ្ចឹងគឺគេនិយាយថាអត់មានទេហើយខ្ញុំគិតថាមូលហេតុដែលអត់មានគឺដោយសារតែជំងឺ depression វាជាជំងឺផ្លូវចិត្តវាមិនមែនជាប្រភេទជំងឺឆ្លងដែលមានជាវ៉ាក់សាំងការពារហើយមួយវិញទៀតរាល់ថ្ងៃពួកយើងរស់នៅក្នុងសង្គមជាមួយមនុស្សដែលស្តង់ដារនៃការរស់នៅរបស់យើងកាន់តែខ្ពស់ច្រើនជាងមុនមានទំនួលខុសត្រូវច្រើនយើងមានបញ្ហាច្រើននៅក្នុងការរស់នៅប្រចាំថ្ងៃរបស់យើងអញ្ចឹងចង់គឺយើងអាចនឹងកើតជំងឺហ្នឹងឬក៏កើតម្ដងហើយអាចកើតម្ដងទៀតដូចគាត់ដែលបានសួរខ្ញុំនៅក្នុង comment អញ្ចឹងណាហ្នឹងហើយមួយវិញទៀតបើសិនជាថ្នាំវិញបងប្អូននេះតាមបទពិសោធន៍ខ្ញុំផ្ទាល់ខ្ញុំលេបថ្នាំ depression anti depression ច្រើនខ្ញុំមើលឃើញថាជាថ្នាំនេះវាជួយគ្រប់គ្រងរោគសញ្ញារបស់យើងដែលយើងកើតឡើងនៅក្នុងកំឡុងពេលមានជំងឺហ្នឹងឧទាហរណ៍ថាគេងអត់លក់យើងអាចគ្រប់គ្រងការគិតខ្លួនឯងបានយើងលេបថ្នាំហ្នឹងទៅវាជួយឲ្យយើងសម្រួលអារម្មណ៍សម្រួលអីចឹងណាប៉ុន្តែវាមិនមែនជាលក្ខណៈព្យាបាលជំងឺតែម្ដងគឺជួយសម្រួលអារម្មណ៍របស់យើងឲ្យស្ងប់ហ្នឹងហើយអញ្ចឹងក៏វាមានរយៈពេលដូចគ្នាដែរវាមិនមែន work លើរាងកាយរបស់យើងពេញមួយជីវិតតែម្ដងឯអ្នកទាំងអស់គ្នានេះតាមបទពិសោធន៍របស់ខ្ញុំលេបថ្នាំហ្នឹងណាហ្នឹងហើយអញ្ចឹងគឺគ្រាន់តែជួយគ្រប់គ្រងរោគសញ្ញាឯងមិនមែនព្យាបាលតែម្ដងទេប៉ុន្តែអ្វីថាអញ្ចឹងមិនមែនថាពួកយើងទាំងអស់គ្នាត្រូវតែកើតជំងឺហ្នឹងម្ដងហើយម្ដងទៀតឬក៏ត្រូវតែកើតទាំងអស់គ្នាដែរគឺយើងទាំងអស់គ្នាសុទ្ធតែអាចការពារបានតាមរយៈអីគេគឺមើលថែទាំខ្លួនឯងឲ្យបានល្អមើលថែទាំតាមរយៈអីគេខ្លះហាត់ប្រាណអ្នកទាំងអស់គ្នាហាត់ប្រាណជួយច្រើនខ្លាំងមែនតើហាត់ប្រាណឲ្យបានទៀងទាត់ញ៉ាំអាហារដែលមានផាសុខភាពល្អគេញ៉ាំបានគ្រប់គ្រាន់ញ៉ាំទឹកឲ្យបានច្រើនរក្សាទំនាក់ទំនងល្អមួយមនុស្សជុំវិញខ្លួនលេងជា hobby សកម្មភាពថ្មីហើយមួយវិញទៀតតាមរយៈការអាសាតាមដានការគិតនិងអារម្មណ៍របស់យើងចឹងបើសិនជាអ្នកនរគ្នាមើលថាអូយើងមានការគិតអវិជ្ជមានច្រើនឬក៏មានអារម្មណ៍អវិជ្ជមានដូចជាខឹងស្អប់ចំណែនអីបញ្ញាប់ទាញខ្លួនឯងមកបច្ចុប្បន្នវិញហើយបង្កើតការគិតវិជ្ជមានឲ្យខ្លួនឯងបានច្រើនអញ្ចឹងការគិតឬក៏អារម្មណ៍របស់យើងវាជួយច្រើនខ្លាំងមែនទែនតាក់ទងទៅនឹងជំងឺមួយនឹងឬក៏ការរស់នៅប្រចាំថ្ងៃរបស់យើងអញ្ចឹងហើយ yes គឺយើងអាចការពារបានចឹងខ្ញុំតែងតែធ្វើវីដេអូតាក់ទងទៅនឹងការមើលថែទាំខ្លួនឯងអ្នកទាំងអស់គ្នាមូលហេតុអីដោយសារតែខ្ញុំ suffer ពីជំងឺនឹងច្រើនចឹងហើយបាទខ្ញុំមើលឃើញថាចេះការមើលថែទាំខ្លួនឯងគឺជួយយើងច្រើនខ្លាំងមែនតើមិនថាតែបកការយើងពីការកើតជំងឺនឹងឯនៅក្នុងការរស់នៅរបស់យើងទាំងមូលហ្មងហើយធ្វើឲ្យយើងស្អាតជាងមុនសប្បាយចិត្តច្រើនជាងមុនមានសុខភាពល្អចឹងរឿងល្អៗវាចូលមកជីវិតរបស់យើងតាមរយៈការមើលថែទាំខ្លួនឯងតែមួយឯងវាអត់សូវ fancy ទេប៉ុន្តែគឺវាជួយច្រើនដល់ជីវិតរបស់យើងអញ្ចឹងយ៉ាមើលថែទាំខ្លួនឯងទៅហើយខ្ញុំធ្លាប់ធ្វើវីដេអូដែរតាក់ទងទៅនឹងយើងមើលថែទាំខ្លួនឯងមិនខ្លះដើម្បីការពារខ្លួនឯងពីជំងឺបាក់ទឹកចិត្តហ្នឹងហើយអញ្ចឹងអ្នកនរគ្នាអាចចូលមើលវីដេអូបន្ថែមបានបើសិនជាអត់ទាន់មើលតែខ្ញុំដាក់ link នៅក្នុង comment section យ៉ាអាចចូលទៅមើលបានណាអញ្ចឹងសរុបមកគឺអត់មានទេប៉ុន្តែយើងអ្នកនរគ្នាសុទ្ធតែអាចការពារបានអ្វីត្បិតថាវាមិនមែនជាលក្ខណៈផ្លូវកាត់ប៉ុន្តែវាអាចជួយយើងបាន yes អញ្ចឹងមានតែប៉ុណ្្នឹងអរគុណច្រើនបាយ